បដិសេធបងប្អូនប្រើពាក្យ did not ណាជឿដល់ពេលសំណួរយើងធ្វើម៉េចសំណួរគឺយើងប្រើពាក្យ did ដែរសម្រាប់បងប្អូនដែលចង់ពង្រឹងវិជ្ជាកររបស់ខ្លួនហើយយើងអត់សូវមានពេលរៀនតាមកញ្ចប់វីដេអូ VIP បានបាទខ្ញុំមានកញ្ចប់វីដេអូមេរៀន VIP ថ្នាក់វិជ្ជាករសុទ្ធបងប្អូនណាបាទនៅក្នុង channel Telegram អញ្ចឹងបងប្អូនអាច join នៅក្នុងក្រុមនឹងបានជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះយើងមកបន្តរៀន past tense បាទយើងបោះថាអតីតកាលអញ្ចឹងមេរៀនមុនយើងនិយាយអំពីអតីតកាលនៅក្នុងទម្រង់ស្របជាក្នុងភាសាអង់គ្លេសដើម្បីបង្កើតអតីតកាលដែលខ្មែរយើងហៅថាបានណាដាក់ពាក្យបាននៅមុខហ្នឹងណាបាទអញ្ចឹងភាសាអង់គ្លេសគឺគេថែម ed នៅក្នុងចុងជាទូទៅណាបងគេថែម ed នៅក្នុងចុងប៉ុន្តែនៅក្នុងនេះគឺយើងមេរៀននេះគឺយើងនិយាយអំពីបដិសេធហើយនឹងសំណួរទម្រង់ស្របនឹងក្នុងទម្រង់សំណួរនៅក្នុងប្រយោគអតីតកាលទៅលេមកបាទឧទាហរណ៍ថាម្សិលមិញខ្ញុំមិនបានបាទមិនបានអញ្ចឹងកន្លែងហ្នឹងយើងទៅធ្វើបែបម៉េចណាអូខេតោះឥឡូវយើងមើល negative គឺទម្រង់បដិសេធហើយខាងនេះគឺ question គឺទម្រង់សំណួរតែយើងគួរធ្វើបែបម៉េចនៅក្នុងអតីតកាល he បាទអញ្ចឹងស្រួលទេបងប្អូនណានៅក្នុងអតីតកាលគឺភាសាអង់គ្លេសបដិសេធគឺយើងគ្រាន់តែប្រើពាក្យថា did not បាទ did not ឬក៏គេទៅសេកាត់ថា didn't បាទយើងអានថា didn't បាទឬក៏គេអានលឿនទៅជា didn't បាទហ្នឹងក៏បានដែរណាបាទនេះបើយើងសេពង្រាយវាទៅជា did not did ហើយ not ណា not គេសេកាត់ចឹងមកបាទ he did not អាខាងក្រោយនេះគឺអត់ប្រែប្រួលទេបងប្អូនទាំងអស់បាទធម្មតាគឺជាគេអាស័ព្ទធម្មតាគេងាយស្រួលអញ្ចឹងអតីតកាលទម្រង់បដិសេធនិងសំណួរគឺស្រួលបំផុតបងប្អូនបាទអត់ពិបាកទេអញ្ចឹងទី1បដិសេធបងប្អូនប្រើពាក្យ did not ណា he did not she did not I did not ដូចគ្នាអត់មានប្រែប្រួលទៅតាមប្រធាននេះទេណា he did not come here yesterday មានន័យថាគាត់មិនបានពាក្យ did not នេះប្រែថាមិនបានហើយគេអាស័ព្ទនេះយើងប្រែធម្មតាមកបាទ come ប្រែថាមក here ទីនេះ yesterday ម្សិលមិញបាទគាត់មិនបានមកទីនេះទេម្សិលមិញឃើញអញ្ចឹងបាទជឿដល់ពេលសំណួរយើងធ្វើម៉េចសំណួរគឺយើងប្រើពាក្យ did ដែរប៉ុន្តែអត់មាន not ទេណាលើកពាក្យ did នេះមកទៅសេនៅខាងមុខបាទទៅជា did he បាទអញ្ចឹងត្រឡប់ទៅកាន់មេរៀន basic របស់យើងវិញគឺពេលណាដែលពាក្យណាដែលនៅដើមប្រយោគយើងត្រូវសរសេរជាអក្សរធំណាបងបាទនេះ did នេះជាអក្សរធំបាទ he នេះគឺជាអក្សរតូចចាប់ពីនេះទៅជាអក្សរតូចទាំងអស់ណាបាទ did he come here yesterday ហើយចុងក្រោយយើងថែមសញ្ញាសួរណាយើងប្រើតែពាក្យ did នេះមកបានណាទោះបីប្រធានអីក៏ដោយណាប្រធាន he she it ប្រធាន I you we they អីក៏យើងអត់ប្រែប្រួលដែរណាអញ្ចឹងហើយបានខ្ញុំនិយាយថា past tense គឺស្រួលរៀនជាងគេគឺជាកាលមួយដែលស្រួលរៀនជាងគេណាបាទ did he come here yesterday មានន័យថាតើគាត់បានមកទីនេះទេកាលពីម្សិលមិញបាទតើគាត់បានមកទីនេះទេម្សិលមិញអញ្ចឹងសួរថាគ្នាយើងខ្លះគាត់ឆ្ងល់ទៅចុះតើពាក្យណាប្រែថាតើនៅក្នុងភាសាអង់គ្លេសពាក្យអីប្រែថាតើអ្នកខ្លះគាត់យល់ថា what ប្រែថាតើថាមិនមែនទេពាក្យតើហ្នឹងគឺយើងពេលដែលយើងឃើញសញ្ញាសួរនៅខាងចុងយើងបកប្រែថាតើភាសាអង់គ្លេសអត់មានពាក្យអីដែលប្រែថាតើទេបងប្អូនណាបាទគឺសញ្ញាសួរនេះប្រយោគសញ្ញាសួរនៅខាងចុងនេះគឺយើងប្រែតើដោយស្វ័យប្រវត្តិតែម្ដងណាបាទ did he come here តើគាត់បាន did នេះបានមកទីនេះទេកាលពីម្សិលមិញបាទណាបាទតោះមើលបន្តទៀតthey didn't stay home last night they didn't stay home last night បាទមានន័យថាគាត់មិនបានស្នាក់នៅទីនេះទេកាលពីគេយប់មិញបាទពួកគេនេះ did not didn't យើងប្រើ didn't នេះមកបាទទោះបីជាប្រធានអីក៏យើងប្រើ didn't នេះគេប្រធាន he ក៏យើងប្រើ didn't ប្រធាន they ក៏យើងប្រើ didn't they didn't stay home last night ពួកគេមិនបានស្នាក់នៅផ្ទះទេកាលពីយប់មិញណាចឹងដល់ពេលយើងទៅសំណួរយើងសរសេរទៅជា did they stay home last night មានន័យថាតើពួកគេបាននៅផ្ទះទេកាលពីយប់មិញណាតោះណាបងប្អូនបាទអញ្ចឹងយើងលើក did មកដាក់មុខមកហើយសរសេរអក្សរ they នេះអក្សរ t នេះជាអក្សរតូចណាជាបន្ត she didn't បាទដូចគ្នាដែរណាបដាដែរបងប្អូនណា she didn't play game 5 day បាត់វា 5 នេះបាទ5 days ago បាទ5 days ago មានន័យថា5ថ្ងៃកន្លងមកហើយឬក៏កាលពី5ថ្ងៃមុនបាទនាងមិនបានលេងហ្គេមទេណាថែមពាក្យទេទៀតណាបងប្អូនបាទក្នុងភាសាយើងបដិសេធយើងថែមពាក្យទេបានបកប្រែទៅស្ដាប់ពីរោះហើយសួរថាក្នុងភាសាអង់គ្លេសណាពាក្យទេថាអត់មានទេអត់ទៅមិនថា she did not play game no អត់ទេកុំដាក់អញ្ចឹងណាពាក្យបដិសេធនេះ didn't នេះវាបកប្រែថាមិនទេហើយស្រេចហើយក្នុងភាសាយើងណាបាទអញ្ចឹងពេលយើងបកប្រែនាងមិនបានលេងហ្គេមទេកាលពី5ថ្ងៃមុន5 days ago យើងបកប្រែថាកាលពី5ថ្ងៃមុនបងប្អូនបាទទៅគេដល់ពេលសំណួរយើងលើកសំណួរធ្វើម៉េចបាទយកពាក្យ did នឹងដដែលទៅជា did she play game 5 days ago
bà mình này thật tớ lại na bọc ra tớ cứ nhà xua nè nè bà chút đít như phải mấy bàn những tớ niếng bàn lên game đài rử tê nè đài rử tê nó dừng time thế nó muốn bà cái đông bị sao lấy admin là nâng tê nè dừng bà time thế là bây giờ trâu này sừng đua bao nhiêu nè tớ niếng bàn lên game đài rử tê cao pi pram ngày muộn nhé 5 days ago cao pi pram ngày muộn toán muốn bà okประโยคที่ต่อ you didn't call me last night โอเคបាទអញ្ចឹងយើងប្រើអីគេប្រើ didn't នេះគឺគ្រប់ប្រធានទាំងអស់អត់មានចាំបាច់បែងចែកវែងឆ្ងាយទេបងប្អូនណាអញ្ចឹងបានខ្ញុំនិយាយថានេះគឺស្រួលការ past tense នេះស្រួល you didn't call me last night អ្នកមិនបានទេមកខ្ញុំទេណា call បើទេទូរស័ព្ទឬក៏ហៅអញ្ចឹងណាហៅទូរស័ព្ទមកខ្ញុំទេកាលពីយប់មិញណាយើងអាចដាក់បញ្ជាក់ពាក្យបញ្ជាក់ពីអតីតកាលណាគឺ last night last night yesterday នេះយើងអាចបន្ថែមទៅអាស្រ័យទៅតាមសាច់រឿងរបស់យើងទេណាតែពេលខ្លះយើងមិនបាច់ចាំដាក់ពួកហ្នឹងក៏គេអាចហៅវាជាអតីតកាលបានដែរគេអាស្រ័យទៅលើពាក្យស័ព្ទនេះបាទណាបងបាទ he didn't hit you គាត់មិនបាន hit បែបវាយណា he didn't call hit you គាត់មិនបានវាយអ្នកទេបាទអញ្ចឹងតាំងពីពេលណាយើងអត់ដឹងទេគេអត់បានបញ្ជាក់ទេណាបាទចុះដល់ពេលសំណួរអីគេសំណួរនេះ did you call me last night ណាយើងលើក did មកដាក់មុខមកហើយស្អី you ដល់សតូចវិញមក complete ថែមសញ្ញាសួរមានន័យថាតើអ្នកបាន call មកខ្ញុំទេកាលពីយប់មិញបាទណាបងបាទហើយតម្រងសំណួរគឺយើងលើក did មកដាក់មុខណាតោះទៅពេលកន្លែងនេះវិញ he didn't hit you ទៅជា did he hit you បាទតើគាត់បានវាយអ្នកដែរឬទេអញ្ចឹងសរុបមកវិញតម្រងបដិសេធនិងសំណួរនៅក្នុងអតីតកាលគឺយើងប្រើអីគេបងប្អូនគឺយើងប្រើ did នៅក្នុងប្រយោគសំណួរហើយដាក់សញ្ញាសួរនៅខាងចុងបាទ did នៅដាក់មុខសំណួរសញ្ញាសួរនៅខាងចុងតែឡើយបដិសេធគឺយើងសេពាក្យថា did បូកនឹងពាក្យ not ណា did ហើយដាក់ not មកឬក៏ដល់ពេលយើងសរសេរកាត់ទៅជា didn't បាទយើងអានថា didn't ឬក៏យើងអានឲ្យលឿនទៅជា didn't ប៉ុន្តែអ្វីដែលសំខាន់ complete អា sound ថនេះអក្សរ t នេះ didn't បាទឬក៏យើងអានឲ្យពេញ did not ចឹងមកក៏បានដែរតោះនេះបងប្អូនអរគុណច្រើនបងប្អូន